đây là nghe chắc là trong videoនេះគឺពាក់ព័ន្ធជាមួយនឹង homework Laravel ដែលជាច្រើនយើងគាត់បានអាស្រ័យឲ្យ student ថ្នាក់ណាគាត់ជាអ្នកធ្វើអញ្ចឹង homework មួយហ្នឹងគោលបំណងរបស់ជាច្រើនគឺគាត់ឲ្យយើងប្រើប្រាស់ជាមួយនឹង file setter file factory ហើយជាមួយនឹងការចង relationship between book ហើយនឹង author it's mean like គាត់ចង់បានបើសិនជា author ម្នាក់ហ្នឹង ID លេខ1ទៅពេលដែលគាត់ test API នៅ Sounder client ឧទាហរណ៍ថាគាត់ test ជាមួយនឹង author ID លេខ1អញ្ចឹង author ID លេខ1ហ្នឹងវានឹង display book ដែលគាត់ធ្លាប់បាន create មកពីមុនឧទាហរណ៍ថា author លេខ1ហ្នឹងគាត់មានឈ្មោះហើយគាត់មានឧទាហរណ៍ថាគាត់មាន book មកទី1 book ID ទី1 book ID ទី2 book ID ទី3ដែលគាត់ធ្លាប់បង្កើតពីមុនមកមានទាំងឈ្មោះមានទាំង value អញ្ចឹងទៅអញ្ចឹងគោលបំណងគាត់ចង់យើង solve relationship move ទៅតាម database របស់យើងដើម្បីវាមាន relationship between ជាមួយគ្នាទៅអញ្ចឹងជាដំបូងនេះគឺយើងចង់ start មកពី user អញ្ចឹងនៅក្នុង user របស់យើងហ្នឹងគឺយើងមាន by default យើង find the slash គឺពាក់ព័ន្ធជាមួយ user ដែលមាន username email ហើយ password អញ្ចឹងបើសួរថាអូអានឹងយើងបានមកពីណាគឺការបើយើង import មកជាមួយនឹង app model user អញ្ចឹងយើងកន្លែងមើល app user model របស់យើងដែលវាមានជាមួយនឹង name email ហើយជាមួយនឹង password អញ្ចឹង by default របស់វាយើងធ្វើបែបណាយើងចាប់ពីមកហើយយើងទៅ set display បែបហ្នឹងគឺយើង display ទៅនៃ file វាអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់ test វាថាវាទៅអត់អញ្ចឹងនៅក្នុង command ខាងនេះគឺខ្ញុំនឹងបាយថា php application dd.set អញ្ចឹងនៅកន្លែងហ្នឹងអ្នកអត់មានឆ្ងល់ថាវាទៅឬមិនទៅអញ្ចឹងយើង run វាអូខេវាកំពុងដំណើរការអញ្ចឹងយើងទៅមើល database យើងហើយយើងទៅមើលឈ្មោះបែបនេះហើយ email បែបនេះអញ្ចឹងយើងទៅមើល database របស់យើងនេះគឺជា database ខ្ញុំដែលមានឈ្មោះថា practice API អញ្ចឹងនៅក្នុងនេះទៅពេលយើងចូលមកជាមួយនឹង EMP របស់យើងពាក់ព័ន្ធជាមួយនឹង name of database របស់យើងគឺយើងមាន practice API អញ្ចឹងយើងកន្លែងមកជាមួយ user ដែលយើងទៅមើលជាមួយនឹង Laravel ជាមួយនឹង database របស់យើងអញ្ចឹងយើងទៅមើល user របស់យើង content វា delay អញ្ចឹងនេះជាអ្វីដែលយើង display មកចេញបែបនេះគឺវាមានឈ្មោះបែបនេះ email បែបនេះហើយជាមួយនឹង email verify ដោយសារ Windows នេះទី1ដោយសារតែអីនៅពាក់ព័ន្ធជាមួយនេះគឺយើងអត់មានមកទេអញ្ចឹង Windows វាមកបាន password អញ្ចឹង password នេះគឺយើងបាក់ជាមួយនឹង hashtag អញ្ចឹងបើសួរថា function ហ្នឹងគឺយើងមកពីអីគឺបាន by default ពី Laravel document របស់គេមានមកអញ្ចឹងខ្ញុំយើងបានចាប់ពីបានអញ្ចឹងបន្តមកទៀតពាក់ព័ន្ធជាមួយនឹងយើងធ្វើជាមួយនឹង book អញ្ចឹងយើងកន្លែងមក book by default វាគឺដូចគ្នាអញ្ចឹងកន្លែងនេះគឺខ្ញុំបានធ្វើជាមួយនឹង book factory ដូចហើយអញ្ចឹងគាត់ថាខ្ញុំ remove នេះខ្ញុំចង់កាត់វាដូចគ្នាជាមួយនឹង user អញ្ចឹងខ្ញុំ delete មកយើងកន្លែងមក user create របស់យើងអញ្ចឹងយើងវាយដូចមិញមកវាអាចនឹងដំណើរការប៉ុន្តែយើងចាំមើលទាំងអស់គ្នាថាវាដំណើរការអញ្ចឹងខ្ញុំវាយ comment ទៅដែរ PHP artisan db set អញ្ចឹងពេលយើងបានទៅតែវានឹង error អត់អូខេវាអត់ error អីទេអូខេវា error យើងទៅមើលមកទៀតយើង click អីម្យ៉ាងវិញpublic vanilla key username អូខេដោយសារនៅក្នុង user របស់ខ្ញុំនេះគឺវាមានឈ្មោះហើយអញ្ចឹងយើងបើសិនជាយើងចង់ run specific នៅកន្លែងខាងក្រោមនេះយើង run វាម្ដងទៀតមកយើងដាក់ដក class ដកស្មើបុក setter អញ្ចឹងយើង run specific យកមកយើងអត់ run ដល់ពេលវាពាក់ព័ន្ធជាមួយ setter វាទៅ setter ទាំងអស់ទេអញ្ចឹងយើង run specific ម្ដងទៀតអញ្ចឹងវាឃើញវាដែរអញ្ចឹងទៅពេលដែលយើងចូលជាមួយនឹងបុករបស់យើង refresh អូខេយើងនឹងបានសភៅគ្រួស្មើមួយទៀតអញ្ចឹងនេះគឺជា setter ដែលយើងអាចទៅយកទៅនៃ fake ឬក៏ចូលទៅនៃដែលយើងចង់បានក៏បានដែរអញ្ចឹងបន្តមកទៀតខ្ញុំអត់ចង់ធ្វើ setter នៅក្នុង auto rate messing time អញ្ចឹងខ្ញុំនឹង move ទៅជាមួយនឹងfactory អញ្ចឹងនៅក្នុង factory ហ្នឹងពាក់ព័ន្ធជាមួយនឹង factory ដែលយើងអាចថាឧទាហរណ៍ថាឥឡូវយើង factory យើងដឹងថាវាជារោងចក្រដែលវាមានទិន្នន័យ user ប្រហែលអ្នកសភៅផលិតប៉ុន្មានក្បាលណាគេយ៉ាងចឹងហើយពាក់ព័ន្ធជាមួយនឹង user ជាមួយនឹង user ខ្ញុំអត់ស្អីធ្វើទេដោយសារវាជា suggestion របស់ teacher ខ្ញុំគឺគាត់ឲ្យយើងធ្វើទេអញ្ចឹងខ្ញុំធ្វើជាមួយនឹង book ហើយជាមួយនឹង author អញ្ចឹងនៅក្នុង book នេះគឺខ្ញុំបាន default វាហើយអញ្ចឹងអ្នកទាំងអស់គ្នាក៏លេចមកមើលពាក់ព័ន្ធជាមួយនឹង book factory ជាមួយ author factory អញ្ចឹងអ្នកងាយឆ្ងល់ថាអូបើយើងចង់ជាប់ relationship តែ author ID ហើយជាមួយនឹង outer ID វានៅជាមួយនឹង book factory ហើយជាមួយនឹង outer factory វាអត់មាន book ចឹងអញ្ចឹងខ្ញុំប្រាប់អ្នកនរគ្នាមិញហើយថា outer factory វាគឺជា main cost មួយដែលវាអាចថាជា main មួយនៅពេលដែលគេ display ID outer ហ្នឹងមកគេនឹងឃើញ book តែចំនួនប្រមាណដែល outer ហ្នឹងគាត់ធ្លាប់និពន្ធអញ្ចឹងយើងពាក់ព័ន្ធជាមួយនឹងនៅក្នុងនេះផងដែរនៅក្នុង factory យើងអាច use បានពីប្រភេទជាមួយនឹង fake នេះអញ្ចឹងឧទាហរណ៍ថាយើង perfect យើងត្រូវបើកកំពុងចប់បែបនេះប៉ុន្តែបើសិនជាយើងចង់ perfect យើង perfect អញ្ចឹងនៅក្នុងនោះវា error អញ្ចឹងយើងត្រូវ suggestion បែបនេះយើងចេះ suggestion បែបហ្នឹងមកយើងបាញ់អូខេអញ្ចឹងវាដំណើរការដូចនេះតែបើសិនជាយើងចង់ឲ្យ code យើង clean យើងបាច់ប្រើហ្នឹងក៏បានដែរយើង perfect ហ្នឹងទៅអានេះគឺជាដែលខ្ញុំរៀនមកថ្មីនៅក្នុង document របស់វាហើយនឹងការ research ថ្មីៗខ្ញុំដែរអញ្ចឹងនៅក្នុងនេះដែលយើងអាចដឹងថាឧទាហរណ៍ថាលើ title fake អញ្ចឹងយើងដឹងថា fake វាជាតម្លៃណាមួយដែលវាមិនប្រកបទេយើងអាច suggestion យើងបានអញ្ចឹងក្នុងនេះ sentence មួយទៀត sentence ហ្នឹងមានថាក្នុង title ហ្នឹងវាមានប្រហែល sentence ដែលគេអាច display មកឧទាហរណ៍ថាមួយពាក្យពីរពាក្យបីពាក្យ4ពាក្យអីចឹងទៅដែលយើងអាចដឹងនេះ is been មានថាកូដរបស់វានឹងធ្វើម៉េចឲ្យវា unique វាអត់ដូចគ្នាបានទេព្រោះអីដឹងហើយថាID គឺយើង ID នឹង ID វាត្រូវ unique វាអត់មានមួយទៀតទេយើងពេលយើងចាប់មួយវាមកពីរយើងវាអាចវាយើងអត់មានមួយ ID គេហៅថា unique email ក៏ unique password ក៏ unique is bn ក៏ unique ដោយសារអីក្នុងកូដឧទាហរណ៍ថាយើងមាន book មួយ book ហ្នឹងវាមានកូដ QR វា885អញ្ចឹងក្នុងកូដហ្នឹងវាមានមិនមែនវាមានខ្មែរ885ប៉ុន្តែខាងក្រោយហ្នឹងវាមិនមែន885ទេអញ្ចឹងនៅក្នុងនេះអ្នកនរគ្នាយល់អីគាត់ថាអីគេយើងចង់ចុះ relationship ជាមួយនឹង author ជាមួយនឹង book អញ្ចឹងកន្លែងនេះដាក់ author វាមក
ហើយជាមួយនឹង outer factory អញ្ចឹងអ្នកខ្ញុំថាouter factory ស្អីគេអញ្ចឹងដោយសារយើងដាក់ outer factory ទៅពេលយើងចង់ display នៅក្នុងអា box setter នេះក្នុងអា box setter នេះយើងនឹងត្រូវមានអាហ្នឹងមកដល់ពេលយើងមាន box ឧទាហរណ៍ថាឥឡូវយើងអត់ចង់ display មកចេញ data តែមួយទេយើងចង់ display data មកច្រើនអញ្ចឹងយើងបិទអានេះសិនមកយើងដាក់ box factory អញ្ចឹងកន្លែងនេះយើងបាញ់ទៅទៀតយើងបាញ់ទៅអីគេយើងចង់បានប្រមាណឧទាហរណ៍ឥឡូវ count ហ្នឹងគឺជា function មួយដែលយើងអាច count ជាមួយនឹង data row របស់យើងហ្នឹងចង់បានប្រមាណ row អញ្ចឹងខ្ញុំដាក់5 row ហើយខ្ញុំឲ្យវាធ្វើគេអញ្ចឹងដោយសារយើងចង់ឲ្យវា create អញ្ចឹងយើងដាក់ create ឡើងហ្នឹងមកហើយយើងបិទអង្គាបអញ្ចឹងនៅក្នុងហ្នឹងវាចប់ហើយនៅក្នុងហ្នឹងវាអត់មានធ្វើទៀតទេហើយ data នេះគឺវាអត់មាន sensitive ទេព្រោះស្អីយើងចង់បានវា count automatically ដែលហៅថា data fact ហើយវាអាច display តាមចិត្តដែលយើងចង់ឧទាហរណ៍យើងបាន10ចង់ឲ្យបាន15វា5នេះទៅអូខេអញ្ចឹងយើងបាក់អញ្ចឹង book ជាច្រើនហ្នឹងវាអាចថា have many book ប៉ុន្តែវា belong ទៅជាមួយនឹង outer ហើយនៅក្នុង function ជាមួយនឹង relational វាមានច្រើនវាមាននៅក្នុងនេះវាមានទាំង one to many one to one many to many have to outer អញ្ចឹងនៅថ្ងៃហ្នឹងគឺខ្ញុំពាក់ព័ន្ធជាមួយនឹង have many ហើយជាមួយនឹង one ហើយនឹង belong to អញ្ចឹងយើងបែរមកវិញពាក់ព័ន្ធជាមួយនឹង book អញ្ចឹង book យើងដឹងថាពេលដែលយើងចង់ចាប់វា belong ទៅណាអញ្ចឹងឧទាហរណ៍ថាឥឡូវកន្លែងនេះយើងដាក់ public function យើងដាក់កន្លែងនេះគេ book ដោយសារយើងនៅក្នុង book ទៅយើងនិយាយថាអូខេខ្ញុំអាចមានការយល់ដល់ជាមួយយើងទៅអូខេ book ខ្ញុំចង់ទៀតខ្ញុំវិញអូខេយើងទៅមើលជាមួយនឹងកន្លែងនេះម្ដងទៀតនេះអញ្ចឹងវាបានដាក់កន្លែងនេះដាក់សត្វទួយអូខេអញ្ចឹងកន្លែងហ្នឹងយើងមានអីគេ has many អញ្ចឹងកន្លែងនេះយកទៅ has many ស្អីហ្នឹងណា book នេះវា belong ទៅ outer អញ្ចឹងយើងដាក់ទៅ book belong to អញ្ចឹងយើងចង់មកម្ដងទៀតពាក់ព័ន្ធជាមួយនឹង return អញ្ចឹង return អញ្ចឹងក្នុងការ return នេះវាឲ្យជាមួយ this how many have belong to យើងដាក់មក this okay so this បាញ់ drop belong to ហើយយើងដាក់នេះជាមួយនឹង book ហើយយើងដាក់ dot create class អូខេអញ្ចឹងយើងបានប៉ុណ្្នឹងហើយពាក់ព័ន្ធជាមួយនឹង function មួយហ្នឹងអញ្ចឹងយើងទៅមើលជាមួយនឹង outer model របស់យើងវិញយើងដូចគ្នាយើងដឹងថាមិញណា outer នឹងមួយវា have many book អញ្ចឹងដាក់មក public function outer ចប់អញ្ចឹងកន្លែងនេះដាក់ have many គេ have many យើងចង់បាន return មក return ទៅវាឲ្យ return this one drop has many អញ្ចឹងខ្ញុំនិយាយ outer dot class អូខេអញ្ចឹងយើងអាចពេញអញ្ចឹងខ្ញុំជួបថា ហើយបើសិនជា error ពីខ្ញុំមកពេញជាមួយ has many អូខេ many ចេះសំទៅទៅវិញ error ជាមួយនឹង book ទៀតពួកនេះថាវា return ទៅអូខេអញ្ចឹងចំណុចពាក់ព័ន្ធជាមួយនឹងវាបានចប់យើងបន្លំទៅអូខេយើងមើលទៅ public function book belong return this book ចុះកន្លែងនេះ error មកពីការ belong to ទៅ has many ទៅយើងអាច reset វាថែមទៀតអញ្ចឹងឧទាហរណ៍ថាឥឡូវយើងចូលជាមួយនឹង setter យើងវិញអូខេអញ្ចឹងចូលមក setter យើងវិញយើងដឹងថាទៅហៅថាឥឡូវយើងចង់បានបង្កើត book 5 book 5ទៅប៉ុន្តែយើងអានេះវាអត់សំខាន់ទេនេះគាត់ថាជា setter ហ្នឹងមានថាយើងចង់បញ្ជូនទិន្នន័យឬក៏បង្កើតទិន្នន័យ fact ទៅលើ database របស់យើងតែmain cost របស់យើងគឺពាក់ព័ន្ធជាមួយនឹងការចង់ relationship ជាមួយនឹង outer ជាមួយនឹង book តែយើងអាច display outer identity មួយហ្នឹងវាមាន book ប្រមាណសៀវភៅដែលគាត់ធ្លាប់បង្កើតពីមុនមកអញ្ចឹងទៅអញ្ចឹងយើងcollect មកមើលជាមួយនឹង shader របស់យើងគឺថាវាអត់មានអីទេអូខេនៅក្នុងកន្លែងនេះគឺខ្ញុំចង់បញ្ជាក់អ្នកនរនេះពាក់ព័ន្ធជាមួយនឹង database sender ឧទាហរណ៍ថាឥឡូវយើងមាន database user book ហើយនឹង sender អញ្ចឹងយើងចង់ឲ្យវា send ទៅជាមួយតែ sender send ទៅទាំងអស់ហ្មងដែលយើងអាចថាយើងអត់ចង់ specific ឈ្មោះទេយើងចង់ដាក់តែប៉ុណ្នេះបើសិនជាយើងមានទាំង this book this outer this outer អូខេ this outer វាពេលដែលវា send ទៅវានឹង send ទៅទាំងអស់យើងហ្មងវាអត់មានយើងអត់ចាំបាច់ specific ចឹងទេដោយសារយើងមាន default វា send ទៅ database របស់យើងអានេះគាត់ជាការឧទាហរណ៍របស់ខ្ញុំទេប៉ុន្តែខ្ញុំក្នុងវីដេអូនេះយើងបាច់ specific ហ្នឹងអញ្ចឹងគោលបំណងរបស់យើងមានប៉ុណ្្នឹងទេអញ្ចឹងអ្វីដែលសំខាន់ទៅចុងក្រោយនេះគឺយើងត្រូវទៅ test ជាមួយនឹង API របស់យើងអញ្ចឹងយើង collect មកមើល API របស់យើងវិញពាក់ជាមួយនឹង API.php អញ្ចឹងកន្លែងនេះយើងបាន default មកអញ្ចឹងនេះគេបានយើងបាច់ហើយ post អញ្ចឹងអញ្ចឹងយើងបាន test អញ្ចឹងទៅយើងទៅដល់យើងទៅដល់យើងget play ដល់អូខេអញ្ចឹងបានមាន info យ៉ាងណាក្នុងសម្រាប់យើង copy ជាមួយនឹងការទៅ say ជាមួយនឹងក្នុង factory ឬក៏ database របស់យើងយើងអាចទៅ collect មកមើលជាមួយនឹង book model ឬក៏ auto model យើងបានអញ្ចឹងយើងទៅឡំមកសម័យទៀតអញ្ចឹងយើងទៅវាពងដំណើរការអញ្ចឹងមកវា slow អញ្ចឹងគេថាវាអូខេវា error អញ្ចឹងវា error ប្រហែលជាពាក់ព័ន្ធជាមួយនឹង database external relational function អូខេ relational របស់យើងវាអត់ទាន់ត្រូវទេអញ្ចឹងយើងទៅមើលខាងមេទៀតយើងទៅមើល outer book អញ្ចឹងគាត់ថាកន្លែងនេះវាអាចថា belong to belong បើសិនជាយើង belong ទៅ attachment នេះអញ្ចឹងកន្លែងនេះខ្ញុំថា book book គាត់ថាត្រូវbook ហើយជាមួយនឹងខាងនេះខ្ញុំឲ្យ belong ទៅ outer អូខេយើង make sure សិនថាវាដំណើរការព្រោះស្អីយើងរៀនយើងត្រូវ test វាម្ដងទៀតយើងទៅនៅតែ error ម្ដងទៀតឈប់យើងទៅមើល document វាសិនថ្មីអូខេ phone has many has one to phone អញ្ចឹងយើងបាន export វា has one អូខេខ្ញុំនឹង back មកមើល code ខ្ញុំម្ដងទៀត
ចឹងនៅកន្លែងនេះវាពាក់ព័ន្ធជាមួយនឹង outer អញ្ចឹង outer នេះវាមិនមែនជា function outer ទេតែយើងចង់ភ្ជាប់ relationship អញ្ចឹងកន្លែងនេះយើងដាក់ book វិញ book ហើយយើងនៅក្នុងនេះវាជា book ដែរអញ្ចឹង book ភាសាយើងភ្ជាប់ relationship outer ជាមួយនឹង book ហើយយើងបកជាមួយនឹងកន្លែងនេះម្នាក់ពី book របស់យើងអត់ដាក់ book ទេយើងដាក់ outer អញ្ចឹង outer ហើយនេះជា outer អូខេអញ្ចឹងនៅកន្លែងយើងនៅតែ API មួយទៀតថាវាដំណើរការអត់អញ្ចឹង let's go អូខេ see អញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់បានឧទាហរណ៍ថាឥឡូវពាក់ព័ន្ធជាមួយ ID លេខ1គាត់ឈ្មោះគេ Lila Sakata អញ្ចឹងនៅក្នុង Lila Sakata ហ្នឹងគឺគាត់បានបង្កើត book ដូចជា book ឈ្មោះគេខ្ញុំដឹងទេវាជា session library ទៅឈ្មោះនេះមួយហើយ ID លេខ1 ID លេខ2ឈ្មោះនេះ ID លេខ3ឈ្មោះនេះ ID លេខ3ឈ្មោះនេះ ID លេខ4ឈ្មោះនេះអញ្ចឹងយើងទៅមើលជាមួយនឹង database យើងម្ដងទៀតអញ្ចឹង database របស់យើងយកជាមួយនឹង outer អញ្ចឹង outer របស់យើងនេះគឺជា outer color editor ហើយយើងជាមួយនឹង book របស់យើងអញ្ចឹង book របស់យើងមាន outer ID របស់គាត់អញ្ចឹងវាមានដូចជា4ក្បាលអញ្ចឹងយើងកលេចមើលជាមួយនឹង code របស់យើងវិញតែគាត់មានដល់ suggestion នៅ19ភាសាអីយើងបង្កើតវាដាក់ ID លេខ1នៅខាងក្រោមវាអញ្ចឹងយើងដឹងថាឧទាហរណ៍ថាឥឡូវយើងចាប់ ID លេខ1របស់ outer មកអញ្ចឹង outer ID លេខ1នៅខាងនេះវានឹង display book ដែលគាត់ធ្លាប់បង្កើតមកពីមុនមកអញ្ចឹងឧទាហរណ៍ឥឡូវយើងដាក់ ID លេខ2អូខេអញ្ចឹង ID លេខ2របស់យើងមានប៉ុន្មាន1 2 3 3សភៅអញ្ចឹងអូមហមមានទៀតអត់ទេអញ្ចឹង ID លេខ2របស់យើងមាន3សភៅអញ្ចឹងនេះជាអ្វីដែលខ្ញុំចង់បានអញ្ចឹងឧទាហរណ៍ថាឥឡូវយើងទៅមើលជាមួយនឹង book យើងវិញដល់ book យើងទៅមើល endpoint របស់យើងទៅណាយើងទៅមើល endpoint របស់យើង book របស់យើងមាន add អូខេយើងមាន add អញ្ចឹងទៅពេលយើង send ទៅអូខេអញ្ចឹង book របស់យើងនេះគឺជា book សភៅទី1ហើយកាត់ដោយឈ្មោះ log color theta អញ្ចឹងឧទាហរណ៍ថាឥឡូវយើងដាក់ book លេខ5 book លេខ5បង្កើតដោយ log Aliza Arnold នេះខ្ញុំចេះអាននេះអូខេយើងទៅមើលមក book book ID លេខ5 book ID លេខ5 outer លេខ1ហើយ outer លេខ2អញ្ចឹងយើងទៅមើល outer លេខ2របស់យើង outer លេខ2របស់យើងឈ្មោះនេះខ្ញុំមិនចេះអានទេអញ្ចឹងវាត្រូវហើយអញ្ចឹងនេះគឺជា homework ដែលជាច្រើនគាត់ចង់បាននៅពេលដែលយើងស្គាល់ relationship ជាមួយ relational ជាមួយនឹង book ហើយជាមួយនឹង outer ដែលយើងអាច test ជាមួយ PVI ឧទាហរណ៍ថាយើងចាប់ outer លេខ1 ID លេខ1យើងដឹងថា outer ហ្នឹងគាត់បានបង្កើតសភៅគេខ្លះហើយគាត់បានបង្កើតសភៅប្រហែលក្បាលមកហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកនរគ្នាយល់នៅក្នុងលំហាត់មួយហ្នឹងជួបគ្នាក្នុងវីដេអូក្រោយអរគុណ